はい皆さんこんにちはថ្ងៃនេះយើងធ្វើការរៀនតាក់ទងជាមួយនឹងលំហាត់កម្រិត N4 ទាំងអស់គ្នាជាប្រភេទលំហាត់ដែលចេញពេលប្រឡងអញ្ចឹងនៅក្នុងលំហាត់ទី1នេះគឺយើងធ្វើការជ្រើសរើសរបៀបអានរបស់អក្សរ Kanji អញ្ចឹងសូមមើលទៅជាមួយគ្នាទាំងអស់គ្នាតែម្ដងទៅចាប់ពី1番私の家には何々が2匹いますហើយអញ្ចឹងយើងមើលរបៀបអានរបស់អក្សរមួយនេះមកចម្លើយទី1គឺរិសទី2猫ទី3鳥ទី4犬ចឹងចម្លើយដែលត្រឹមត្រូវគឺ4番ですねはい犬私の家には犬が2匹いますហើយនៅផ្ទះរបស់ខ្ញុំមានសត្វឆ្កែចំនួន2ក្បាលហើយចឹងយើងធ្វើការទៅលំហាត់បន្តទៀតហើយ2番ជាការនិយាយរបស់អ៊ីសាណាគ្រូពេទ្យហើយ何々を大きく開けてくださいហើយចឹងសូមធ្វើការរើសរបៀបអានរបស់សងហាន់ជាមួយនេះហើយចម្លើយលេខ1 nodo លេខ2 kuchi លេខ3 mimi លេខ4 hana ហើយចឹងចម្លើយដែលត្រឹមត្រូវគឺ2番ですねគឺយើងអានថា kuchi ហើយ kuchi を大きく開けてくださいសូមធ្វើការហាមាត់ឲ្យធំធំណាហើយចឹងយើងមើលទៅលំហាត់បន្តទៀតលេខ3そのレストランは何々のにとても美味しいですហើយចឹងយើងមើលចម្លើយពីរបៀបអានរបស់អក្សរនេះហើយទី1 takai ទី2 yasui ទី3 semai ទី4 karui ហើយចម្លើយដែលត្រឹមត្រូវគឺ2番ですねはいការថា yasuiそのレストランは安いのにとても美味しいですហើយភោជនីយដ្ឋាននោះតម្លៃថោកក៏ប៉ុន្តែឆ្ងាញ់ខ្លាំងណាស់ហើយចឹងចម្លើយគឺ2番です次ចូលដល់4番私は目が何々のでメガネをかけていますហើយចឹងយើងមើលរបៀបអានរបស់អក្សរ漢字នេះទាំងអស់គ្នាចម្លើយលេខ1 kurai លេខ2 i លេខ3 warui លេខ4 chisai ហើយ答えは3番ですねគឺយើងអានថា warui私の目が悪いのでメガネをかけていますហើយដោយសារតែភ្នែករបស់ខ្ញុំមិនល្អនោះទេអញ្ចឹងហើយខ្ញុំធ្វើការពាក់វ៉ែនតាតទៅទៀតចូលដល់លំហាត់លេខ5あなたのその意見には何々ですហើយあなたのその意見には何々ですហើយអញ្ចឹងយើងមើលចម្លើយរបៀបអានរបស់អក្សរ漢字នេះតគ្នាមក1番反髄2番反対3番反水4番反対答えは2番ですねគឺយើងអានថា反対あなたのその意見には反対ですហើយខ្ញុំធ្វើការប្រឆាំងតកតងជាមួយនឹងគំនិតយោបល់របស់អ្នកឯងនោះគំនិតនោះរបស់អ្នកនឹងហើយចឹងនៅកន្លែងនេះគឺយើងអានថា反対ពេលថា反対ប្រឆាំងឬក៏ផ្ទុយអត្ថន័យរបស់វាដល់ពេលនេះគឺមានន័យថាប្រឆាំងឬក៏មិនយល់ស្របជាមួយហើយចឹងយើងយកចម្លើយលេខ2តទៅទៀតចូលដល់លំហាត់លេខ6私の何々は私より足が速いですはい私の何々は私より足が速いですហើយចឹងយើងមើលរបៀបអានរបស់អក្សរ漢字នេះទី1姉ទី2妹ទី3兄ទី4弟ហើយចឹងចម្លើយដែលត្រឹមត្រូវគឺ1番ですねគឺយើងអានថា姉ដែលមានអត្ថន័យថាបងស្រី私の姉は私より足が速いですហើយបងស្រីរបស់ខ្ញុំគឺគាត់ជើងវែងជាងខ្ញុំគាត់លឿនជាងខ្ញុំមានន័យថា足が速いហ្នឹងគឺគាត់អាចដើរលឿនឬក៏រត់លឿនជាងខ្ញុំហើយកន្លែងនេះខ្ញុំចង់ច្រឡំជាមួយពាក្យថា nagai ចឹងសូមកែទាំងអស់គ្នាហើយបាទអញ្ចឹងចម្លើយដែលត្រឹមត្រូវគឺ1番ហើយ次ចូលដល់7番この何々は楽しいですがとても大変ですហើយអញ្ចឹងយើងមើលរបៀបអានរបស់អក្សរ漢字នេះ仕事ここと仕草ហើយនឹងおことはいចម្លើយដែលត្រឹមត្រូវគឺ1番ですねគឺយើងអានថា仕事ហើយこの仕事は楽しいですがとても大変ですហើយការងារនេះគឺសប្បាយក៏ប៉ុន្តែនឿយហត់ខ្លាំងណាស់ពិបាកខ្លាំងណាស់ហើយអញ្ចឹងយើងយកចម្លើយលេខ1នេះ次ចូលដល់8番この何々にはまだ知らないことがたくさんありますហើយអញ្ចឹងយើងមើលរបៀបអានរបស់អក្សរនេះហើយទី1សេកេងទី2សេកៃទី3សេកៃទី4សេកៃហើយអញ្ចឹងចម្លើយដែលត្រឹមត្រូវគឺ4番គឺយើងអានថាសេកៃដែលមានអត្ថន័យថាពិភពលោកហើយこの世界にはまだ知らないことがたくさんありますហើយគេចង់មានន័យថានៅលើពិភពលោកនេះនៅមានរឿងជាច្រើនទៀតដែលខ្ញុំមិនបានដឹងហើយតោះទៅទៀតចូលដល់លំហាត់លេខ9あの大きな建物は何々ですហើយあの大きな建物は何々ですហើយអញ្ចឹងយើងមើលចម្លើយរបៀបអានរបស់អក្សរ漢字នេះ銀行銀行金庫金魚ហើយអញ្ចឹងចម្លើយដែលត្រឹមត្រូវគឺ1番ですねគឺយើងអានថា銀行ដែលមានអត្ថន័យថាធនាគារហើយ
ចឹងគេថាno okina tatemono wa ginko desai អាគារធំមួយនោះគឺជាធនាគារអញ្ចឹងយើងយកចម្លើយលេខ1ហើយអញ្ចឹងថ្ងៃនេះខ្ញុំសូមធ្វើការកែតែ9លំហាត់ទេហើយខ្ញុំចង់ណែនាំតាក់ទងជាមួយនឹង website ដែលខ្ញុំកំពុងតែចូលធ្វើខ្ញុំធ្លាប់បានបង្ហោះនៅលើ Facebook ម្ដងហើយអញ្ចឹងយើងមើលនៅពេលដែលខ្ញុំធ្វើការរើសចម្លើយវា load មកនៅកន្លែងនេះចម្លើយដែលខ្ញុំ load តែពិតនៅមានលំហាត់ផ្សេងៗជាច្រើនទៀតជាក់ស្ដែងគឺដូចពេលប្រឡងអញ្ចឹងយើងអាចធ្វើលំហាត់បន្តទៀតបានហើយតែថ្ងៃនេះខ្ញុំសូមកែប៉ុណ្ណឹងសិនហើយអ្នកដែលចង់រៀនខ្លួនឯងអាចចូលទៅក្នុង website នេះឈ្មោះ wunpro.jp ហ្នឹងទៅគឺមានលំហាត់តេស្តសាកល្បងគ្រប់កម្រិតទាំងអស់តែម្ដងអញ្ចឹងសូមសាកល្បងចូលមើលទាំងអស់គ្នាហើយ